ច្បាប់នឹងរឿងតូចតាចតែមិនធម្មតានៃបាល់ទាត់ទី1អ្នកមិនអាចសុទ្ធបញ្ចូលទីដោយខ្លួនឯងផ្ទាល់ពីការលើកបាល់បានទេទី2ច្បាប់អបផ្សាយមានតាំងពីទសវត្សរ៍ឆ្នាំ1800ប៉ុន្តែបន្តផ្លាស់ប្ដូររហូតទី3អ្នកចាំទីធ្លាប់អាចគ្រប់គ្រងបាល់បានគ្រប់ទីកន្លែងក្នុងតំបន់ពាក់កណ្ដាលទីរបស់ពួកគេរហូតដល់ឆ្នាំ1912ទើបមានការកំណត់ទីតាំងច្បាស់លាស់ទី4ការប្រកួតមិនអាចចាប់ផ្ដើមដោយគ្មានទង់ជ្រុងបានទេព្រោះវាជាឧបករណ៍ចាំបាច់ទី5អាជ្ញាកណ្ដាលមិនអាចផ្លាស់ប្ដូរការសម្រេចចិត្តបានទេបន្ទាប់ពីការលេងបានចាប់ផ្ដើមឡើងវិញសូម្បីតែនៅពេលដែលពួកគេដឹងថាមានកំហុសអ្វីមួយកើតឡើងក៏ដោយទី6ច្បាប់គ្រាប់បាល់មាស Golden Goal ត្រូវបានប្រើប្រាស់ពីឆ្នាំ1993ដល់ឆ្នាំ2004ប៉ុន្តែបន្ទាប់មកត្រូវបានលុបចោលទៅវិញការពិតអំពីកីឡដ្ឋាននិងក្លឹបទី1កីឡដ្ឋានបាល់ទាត់ធំជាងគេបំផុតនៅលើពិភពលោកមានឈ្មោះថា Rangredo First of May Stadium ក្នុងប្រទេសកូរ៉េខាងជើងដែលមានកៅអីសរុបជាង 114,000 កៅអីទី2ក្លឹប Manchester United ដើមឡើយត្រូវបានគេហៅថា Newton Hall Elvire FC ទី3 Real Madrid ត្រូវបាន FIFA ដាក់ឈ្មោះថាជាក្លឹបដ៏ល្អបំផុតនៅសតវត្សទី20ទី4កីឡដ្ឋាន Camp Nou របស់ក្លឹប Barcelona ធ្លាប់ត្រូវបានប្រើដើម្បីទុកដាក់សត្វមាន់នៅដើមទសវត្សរ៍ឆ្នាំ1900ទី5ការគ្រប់គ្រងហូរកញ្ជ្រៀវដ៏ខ្លាំងក្លានិងលឺលឺបំផុតរបស់វងមនុស្សនៅក្នុងការប្រកួតបាល់ទាត់មួយបានឈានទៅដល់កម្រិតសំឡេង 142.2 ដេស៊ីបែលទី6ការប្រកួតដែលមានអ្នកចូលរួមច្រើនជាងគេមិនធ្លាប់មានគឺមានអ្នកគ្រប់គ្រងរហូតដល់ 199,854 នាក់នៅក្នុងវគ្គផ្ដាច់ព្រាត់ World Cup ក្នុងឆ្នាំ1950នៅ Maracanaកីឡាករបាល់ទាត់ក្មេងនិងចាស់ទី1កីឡាករដែលមានវ័យក្មេងជាងគេបំផុតក្នុងការប្រកួតពានរង្វាន់ World Cup គឺលោក Normal Vaisai មានអាយុ17ឆ្នាំ 41 ថ្ងៃនៅប្រទេសអ៊ីឡង់ខាងជើងទី2កីឡាករ World Cup ដែលមានវ័យចំណាស់ជាងគេគឺលោក SM El Hadary មានអាយុ45ឆ្នាំនៅប្រទេសអេស៊ីបក្នុងឆ្នាំ2018ទី3កីឡាករវ័យចំណាស់ជាងគេដែលបានសុទ្ធបញ្ចូលទីក្នុងការប្រកួតពានរង្វាន់ World Cup គឺលោក Roger Miller មានអាយុ42ឆ្នាំជាជនជាតិខាមេរូននៅក្នុងឆ្នាំ1994ទី4ក្មេងៗខ្លះនៅប្រទេសប្រេស៊ីលធំធាត់ឡើងដោយការលេងបាល់ទាត់ដោយជើងទទេនៅលើឆ្នេរខ្សាច់និងយកផ្លែដូងធ្វើជាបាល់ទាត់ហេតុការណ៍ចម្លែកក្នុងប្រវត្តិសាស្ត្របាល់ទាត់ទី1ក្នុងឆ្នាំ2005មានអ្នកលួចចូលក្នុងទីលានបាល់ទាត់ព្រមទាំងបានសុទ្ធបញ្ចូលទីក្នុងអំឡុងពេលប្រកួតមិត្តភាពរវាងអាហ្វ្រិកខាងត្បូងនិងអូស្ត្រាលីហើយត្រូវបានរាប់បញ្ចូលជាចំនួនគ្រាប់មុនពេលមានអ្នកដឹងទី2ក្នុងឆ្នាំ1998ការប្រកួតមួយនៅប្រទេសកុងហ្គោត្រូវបានបញ្ឈប់ដោយសារតែគេជឿថាបាល់ត្រូវបានគេដាក់មន្តអាគមទី3ក្នុងឆ្នាំ1994កីឡាករ Andrés Escobar នៃប្រទេសកូឡុំប៊ីត្រូវបានគេធ្វើឃាតបន្ទាប់ពីសុទ្ធបញ្ចូលទីខ្លួនឯងនៅក្នុងការប្រកួតពានរង្វាន់ World Cup នេះជាហេតុការណ៍មួយក្នុងចំណោមកាលៈទេសៈដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ទី4ក្នុងឆ្នាំ2009អាជ្ញាកណ្ដាលម្នាក់នៅអាហ្វ្រិកបានបាញ់សម្លាប់កីឡាករម្នាក់ដោយប្រើកាំភ្លើងក្នុងអំឡុងពេលដែលមានជម្លោះដ៏ក្តៅគគុកមួយបានកើតឡើងទី5ការប្រកួតមួយនៅប្រទេសអង់គ្លេសត្រូវបានលុបចោលនៅពេលដែលវងសត្វគោជាច្រើនក្បាលបានចូលលុកលុយទីលានប្រកួតរឿងព្រេងទេវកថានិងជំនឿអរូបីទី1ក្រុមបាល់ទាត់ប្រទេសអាហ្វ្រិកមួយចំនួនបានប្រើគ្រូធ្មប់ឬដាក់អាគមដើម្បីព្យាយាមយកឈ្នះក្នុងការប្រកួតធំទី2ក្នុងអំឡុងពេលប្រកួតពានរង្វាន់ World Cup ឆ្នាំ2002ក្រុមជម្រើសជាតិ Senegal បានអះអាងថាអាវរបស់ពួកគេត្រូវបានប្រសិទ្ធពរជ័យដោយព្រះសង្ឃមូស្លីមមុនពេលធ្វើឲ្យបារាំងចាញ់យ៉ាងភ្ញាក់ផ្អើលទី3អ្នកគ្រប់គ្រងរបស់ក្លឹបទូគី Galatasaray ត្រូវបានគេស្គាល់ថាបានបង្កើតបរិយាកាស Welcome to Hell ដោយប្រើភ្លើងគប់ភ្លើងនិងធ្វើឲ្យមានភាពវឹកវរចលាចលទី4កីឡាករបាល់ទាត់ប្រេស៊ីលម្នាក់ឈ្មោះ Socrates
ក៏ជាវិជ្ជបណ្ឌិតនិងជាសកម្មជននយោបាយផងដែរទី5អាវលេខ7នៅក្នុងក្លឹប Manchester United ត្រូវបានគេចាត់ទុកថាជាអាវដែលគេដាក់មន្តអាគមឬវេទមន្តដែលពាក់ដោយបុគ្គលអស្ចារ្យជាច្រើនរូបដូចជា Messi, Cantona, Beckham និង Ronaldo ជាដើមភាពអស្ចារ្យនៃបាល់ទាត់នារីទី1ការប្រកួតបាល់ទាត់នារីលើកដំបូងត្រូវបានកត់ត្រានៅក្នុងឆ្នាំ1881នៅក្នុងប្រទេសស្កុតឡែនទី2សមាគមបាល់ទាត់របស់ប្រទេសអង់គ្លេសបានហាមឃាត់មិនឲ្យមានបាល់ទាត់ផ្នែកនារីពីឆ្នាំ1921ដល់ឆ្នាំ1971ដោយអះអាងថាវាមិនសមរម្យសម្រាប់ស្ត្រីទី3ម៉ាត់ថាជាកីឡាការិនីប្រេស៊ីលដ៏ល្បីល្បាញបានកាន់កំណត់ត្រាសម្រាប់ការស៊ុតគ្រាប់បាល់ World Cup ច្រើនជាងគេបំផុតដល់ទៅ17គ្រាប់ទី4ការប្រកួតបាល់ទាត់ផ្នែកនារីដំបូងក្នុងទសវត្សរ៍ឆ្នាំ1920បានទាក់ទាញអ្នកទស្សនាជាង 50,000 នាក់ជាចំនួនច្រើនជាងការប្រកួតផ្នែកបុរសទៅទៀតលុយនិងការផ្ទេរតម្លៃខ្លួននៃកីឡាករទី1ការផ្ទេរតម្លៃខ្លួនដ៏ថ្លៃបំផុតមិនធ្លាប់មានគឺត្រឹមឆ្នាំ2024គឺណៃម៉ាត្រូវបានទិញដោយក្លឹប PSG ពីក្លឹប Barcelona ក្នុងតម្លៃខ្លួន222លានអឺរ៉ូក្នុងឆ្នាំ2017ទី2កិច្ចសន្យារបស់ Lionel Messi ជាមួយនឹងក្លឹប Barcelona ដែលបានបែកធ្លាយក្នុងឆ្នាំ2021មានតម្លៃជាង555លានអឺរ៉ូក្នុងរយៈពេលកិច្ចកុងត្រា4ឆ្នាំទី3ក្លឹបបាល់ទាត់ខ្លះត្រូវបានជួញដូរជាសាធារណៈដែលអ្នកអាចទិញភាគហ៊ុននៅក្នុងក្រុមដូចជាក្រុម Juventus និងក្រុម Borussia Dortmund ជាដើមទី4ភ្នាក់ងារផ្លាស់ប្ដូរកីឡាករដូចជាលោក Mino Raiola រកបានរាប់សិបលានដុល្លារពីកិច្ចព្រមព្រៀងតែមួយដែលគាត់ធ្លាប់រកបាន25លានអឺរ៉ូសម្រាប់ការសម្របសម្រួលការផ្លាស់ប្ដូរកីឡាករម្នាក់ទី5កីឡាករម្នាក់ត្រូវបានដោះដូរសម្រាប់ឡានក្រុងរបស់ក្រុមនៅប្រទេសរ៉ូម៉ានីក្លឹបទាំងមូលត្រូវការមធ្យោបាយធ្វើដំណើរទៅកាន់ទីកន្លែងប្រកួតច្រើនជាងការរើសខ្សែបម្រើទៅទៀត